លោក Donald Trump ប្រកាសដកអាមេរិកចេញពីអង្គការអន្តរជាតិចំនួន66និងសន្ធិសញ្ញាអាកាសធាតុសំខាន់ៗនៅថ្ងៃទី7 ខែមករាឆ្នាំ2026ប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើអនុស្សាវរីយ៍ប្រធានាធិបតីដើម្បីដកសហរដ្ឋអាមេរិកចេញពីអង្គការនិងសន្ធិសញ្ញាអន្តរជាតិចំនួន66ដែលលោកចាត់ទុកថាផ្ទុយនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិកក្នុងនោះការដកខ្លួនចេញពីក្របខ័ណ្ឌអាកាសធាតុ Climate Impact មានចំណុចដែលគួរឲ្យភ្ញាក់ផ្អើលបំផុតគឺការដកខ្លួនចេញពីសន្ធិសញ្ញាគ្រឹះនៃបរិស្ថានមានដូចជា UNFCCC ដែលជាអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនេះគឺជាសន្ធិសញ្ញាឆ្នាំ1992ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសការដកខ្លួនចេញពី UNFCCC មានន័យថាអាមេរិកនឹងចាកចេញពីប្រព័ន្ធចរចាអាកាសធាតុពិភពលោកទាំងស្រុង IPCC ដែលជាគណៈកម្មការអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុដោយអាមេរិកនឹងលែងចូលរួមក្នុងស្ថាប័នវិទ្យាសាស្ត្រឈានមុខគេដែលសិក្សាពីហានិភ័យនៃកម្ដៅផែនដី Paris Agreement គឺកិច្ចព្រមព្រៀងទីក្រុងប៉ារីសលោក Trump បានប្រកាសដកខ្លួនជាលើកទី2តាំងពីថ្ងៃដំបូងនៃការចូលកាន់តំណែងគឺនៅខែមករា2025ហើយការដកខ្លួននេះនឹងមានប្រសិទ្ធភាពផ្លូវការនៅចុងខែមករាឆ្នាំ2026នេះចំពោះអង្គការនិងក្រុមសំខាន់ៗផ្សេងទៀតដែលអាមេរិកចាក់ចេញក្នុងចំណោមអង្គការទាំង66នោះរួមមានអង្គការសហប្រជាជាតិ UN Entities រួមមាន UN Women UN Population Fund UNFPA និង UN Water ជាដើមនិងសិទ្ធិមនុស្សនិងមនុស្សធម៌មានក្រុមប្រឹក្សាសិទ្ធិមនុស្ស UNHRC និងទីភ្នាក់ងារជំនួយសម្រាប់ជនភៀសភានប៉ាឡេស្ទីន UNRWA និងអង្គការសុខភាពពិភពលោក WHO និងអង្គការផ្សេងៗដូចជាអង្គការ UNESCO ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ IRENA និងសម្ព័ន្ធសូឡាអន្តរជាតិ ISA ហេតុផលដែលរដ្ឋបាលរបស់លោក Donald Trump និងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានលើកឡើងនូវមូលហេតុចម្បងដូចជាការការពារអធិបតេយ្យយល់ថាអង្គការទាំងនេះរឹតបន្តឹងអំណាចសម្រេចចិត្តរបស់អាមេរិកសន្សំថវិកាបញ្ឈប់ការចំណាយពន្ធរបស់ប្រជាជនអាមេរិកទៅលើអង្គការដែលខ្ជិះខ្ចាយនិងមិនមានប្រសិទ្ធភាពនយោបាយ America First ផ្ដោតលើផលប្រយោជន៍សេដ្ឋកិច្ចក្នុងស្រុកជាជាងការដើរតាមរបៀបវារៈសកលនិយមឆ្លើយតបនឹងផលវិបាកមួយក្រុមអ្នកការពារបរិយាកាសនិងអ្នកវិទ្យាសាស្ត្រចាត់ទុកទង្វើនេះថាជាគ្រោះមហន្តរាយដែលធ្វើឲ្យអាមេរិកនៅឯកកោនិងបាត់បង់ឥទ្ធិពលលើឆាកអន្តរជាតិអ្នកជំនាញខ្លះយល់ថាការដកខ្លួនចេញពីសន្ធិសញ្ញាដែលបានផ្ដល់សច្ចាបដ្ឋានដោយព្រឹទ្ធសភាដូចជា UNFCCC អាចនឹងប្រឈមនឹងការប្តឹងទៅដល់តាមផ្លូវតុលាការពីព្រោះប្រធានាធិបតីប្រហែលជាមិនមានអំណាចដាច់ខាតនៅក្នុងការធ្វើបែបនេះដោយឯកតពាគីឡើយ